លឺបែបនេះហើយអាស៊ីណាដឹងច្បាស់តែម្ដងថាស៊ីហាតចូលចិត្តនាងប៉ុន្តែសម្រាប់ស៊ីណាវិញនាងក៏ហាមចិត្តខ្លួនឯងមិនឲ្យគិតពីអ្វីនោះទេព្រោះនាងនៅទីនេះមិនបាននាងមិនមែនជាមនុស្សដែលស៊ីហាតគួរមានទំនាក់ទំនងជាមួយនោះទេណាសើនិយាយត្រូវណាស់បើនាងមានអារម្មណ៍មិនច្បាស់ទេនាងមិនគួរឲ្យសង្ឃឹមគេឡើយណាមួយស៊ីហាតត្រូវរៀបការជាមួយមនុស្សស្រីផ្សេងទៀតគិតដល់ត្រឹមនេះតួស្រីក៏មានអារម្មណ៍ស្លុតបន្តិចធ្វើឲ្យស៊ីហាតនេះសួរនាងអាស៊ីណាឆ្លើយទៅថានាងគ្រាន់តែមានអារម្មណ៍មិនល្អពេលគិតទៅដល់បរិសុទ្ធដែលនាងចូលចិត្តនៅជាមួយនារីដទៃតែប៉ុណ្ណោះស៊ីហាតក៏ចិត្តសួរនាងបន្តតើគេជាបរិសុទ្ធដែលនាងថារស់នៅជាមួយនោះមែនទេឡើងតួស្រីហួសចិត្តមិនមែនទេបរិសុទ្ធដែលនាងនិយាយថានាងរស់នៅជាមួយនោះគឺជាឪពុករបស់នាងហើយគាត់ជាបរិសុទ្ធសង្ហាខ្លាំងណាស់ឡើងស៊ីហាតឆ្ងល់ចង់ដឹងថាសង្ហាជាងគេទៀតមែនតួស្រីដល់អញ្ចឹងទៅមិនដឹងឆ្លើយថាម៉េចទេព្រោះនាងមិនដែលគិតថាស៊ីហាតមកគិតរឿងអញ្ចឹងទេណាមួយគេសង្ហាស្រាប់នាងស្មានតែគេមានភាពជឿជាក់ហើយទេតើទូប្រុសក៏បណ្ដួលអាស៊ីណាទៅលើពុកដោយសួរនាងថាត្រៀមខ្លួនក្នុងការទទួលទោសហើយឬនៅអាស៊ីណានេះក៏និយាយសុំទោសទៅថ្ងៃបន្ទាប់អ៊ីស្មើក៏ចូលគាល់ស៊ីហាតនិយាយគ្នារឿងដែលគេបានជួបនៅតាមផ្លូវនិងបាត់បង់មនុស្សម្នាក់សំខាន់របស់គេទៀតអ៊ីស្មើក៏សុំស៊ីហាតលាលែងពីតំណែងគេចង់បង្កើតការប្រកួតមួយក្នុងពេលឆាប់ៗនេះហើយប្រគល់តំណែងរបស់គេទៅឲ្យអ្នកដែលឈ្នះនោះឡើងស៊ីហាតឆ្ងល់ជាខ្លាំងដែលមានបញ្ជាការដតីមានកូនប្រុសដែលជាអ្នកបន្តតំណែងស្រាប់ដូច្នេះពួកគេមិនសូវខ្វល់ប្រមាណទេមានតែសូហាលនិងម៉ាអិនទេដែលនៅត្រូវការមេបញ្ជាការថ្មីនោះនេះក៏សង្ឃឹមថានឹងរកបានអ្នកបន្តតំណែងឆាប់ៗនេះផងដែរដោយប្រៀបធៀបគ្នាទៅនៅម៉ាអិនមានសន្តិភាពជាងនៅសូហាលនៅសូហាលពោពេញទៅដោយមន្ត្រីមានទំនាស់ជាមួយគ្នាមិនចេះឈប់មិនចេះឆោឡើងការស្វែងរកមេបញ្ជាការនៅសូហាលនេះវាជារឿងធំខ្លាំងណាស់ទៅហើយមិនដូចទីក្រុងសាសាទេដែលប្រជាជនមានសន្តិភាពជាមួយគ្នាណាស់ប៉ុន្តែបែរជាមិនមានសន្តិភាពជាមួយនឹងទីក្រុងដទៃវិញគិតពីរឿងនេះទើបបារៀនអាចក្លាយជាមេបញ្ជាការបានដោយមិនពិបាកអ៊ីស្មើក៏ប្រាប់ស៊ីហាតទៅឲ្យប្រយ័ត្ននឹងបារៀនព្រោះគេគឺជាមនុស្សដែលពិបាកទាយណាស់អ៊ីស្មើក៏សួរបន្តតើគេនៅគិតពីរឿងដែលកើតឡើងនៅហារ៉ែម20ឆ្នាំមុននេះទៀតឬស៊ីហាតក៏ឆ្លើយទៅគេគ្រាន់តែចង់ដឹងពីមូលហេតុពិតហេតុអ្វីបានជាគេសម្លាប់ម្ដាយរបស់ខ្លួនតែប៉ុណ្ណោះដែលគេនោះគឺជាព្រះអង្គម្ចាស់ទី3ដែលបានសម្លាប់នារីនិងក្មេងៗទាំងអស់ដែលនៅហារ៉ែមរួចក៏រត់គេចខ្លួនទៅមុននឹងសម្លាប់ខ្លួនឯងផងដែរគ្មានអ្នកណាដឹងមូលហេតុពិតទេមិនបានជាគាត់ធ្វើបែបនោះដោយអ្នកខ្លះក៏និយាយទៅថាដោយសារតែគាត់នឹងមានជំងឺផ្លូវចិត្តហើយក៏ចាប់ដើមឈួតមួយពេលស៊ីហាតមិនជឿនោះទេទើបគេនៅតែស៊ើបអង្កេតដល់សប្តាហ៍ថ្ងៃនេះដោយក្រោយពីអបតហេតុនោះផងដែរទើបផឺសៀនបាក់បែកទៅអ៊ីស្មើចង់ឲ្យស៊ីហាតឈប់គិតពីវាទៅប៉ុន្តែស៊ីហាតក៏និយាយឡើងថាម្ដាយគេបានស្លាប់នៅក្នុងហេតុការណ៍នោះរួមជាមួយប្អូនស្រីរបស់អ៊ីស្មើផងដែរគេដឹងច្បាស់ណាស់ថានាយក៏ឆ្ងល់និងចង់ដឹងពីមូលហេតុដូចគ្នាអ៊ីស្មើគ្រាន់តែមិនចង់បាត់បង់មនុស្សសំខាន់របស់គេទៀតតែប៉ុណ្ណោះស៊ីហាតក៏កុំឲ្យគេនេះបារម្ភថានឹងបាត់បង់ជីវិតអ្នកណាអីគេនឹងចាត់ចែងវាដោយខ្លួនឯងផ្ទាល់យើងក៏បានដឹងថាអ៊ីស្មើបានតែជួបវ៉ារៀននៅយុគមិញនេះអ៊ីស្មើដឹងច្បាស់ណាស់ថាវ៉ារៀនគឺជាអ្នកឲ្យពួកចោរទាំងនោះមកវិបហាក្រុមខ្លួនប៉ុន្តែវ៉ារៀននៅតែប្រកែកធ្វើជាមិនដឹងនៅបង្ខំឲ្យអ៊ីស្មើជួយអ្វីគេទៀតក្រឡេកមកបន្ទប់ស៊ីហាតវិញដែលពេលនេះចាហ្គីតាកំពុងតែបង្រៀនអាស៊ីណាពីបទវិន័យនៅក្នុងហារ៉ែមអាស៊ីណាឆ្ងល់ណាស់ថាមិនក៏មានច្បាប់ច្រើនម្ល៉េះតើចាហ្គីតានេះចាំដែរឬទាំងដែលនាងមិនដែរនៅក្នុងហារ៉ែមផងនារីសក់ក្រហមក៏ប្រាប់ទៅតាមពិតទៅនាងធ្លាប់នៅក្នុងហារ៉ែមកាលនាងនៅពីក្មេងម្ដាយរបស់នាងបានបាត់បង់ជីវិតទើបនាងត្រូវមករស់នៅជាមួយមីងរបស់នាងនៅក្នុងហារ៉ែមនេះតួស្រីឆ្ងល់ណាស់ថាតែមនុស្សចូលរស់នៅក្នុងហារ៉ែមត្រូវរស់នៅទីនោះរហូតមិនអញ្ចឹងចាហ្គីតាបន្តថាមកពីមានរឿងអាក្រក់ត្រូវបានកើតឡើងនៅក្នុងហារ៉ែមនោះទើបវាត្រូវបានបិទចោលបែបនេះចាហ្គីតាក៏បង្វែរសាច់រឿងផ្សេងទៅព្រោះដឹងថាតួស្រីនេះនឹងជីកសួរហើយអាស៊ីណាក៏ឲ្យចាហ្គីតាឈប់ហៅនាងថាអៃរ៉ាទៀតទៅឲ្យហៅឈ្មោះរបស់នាងមកវាងាយស្រួលជាងដូចជាហៅមិត្តភក្តិដោយចាហ្គីតាប្រកែកតួស្រីក៏ថានេះជាបញ្ជានាងក៏សរសើរអាស៊ីណាដែលឥឡូវចេះប្រើអំណាចរបស់នាងហើយទេតើតួស្រីក៏នឹកឃើញស៊ីហាតបានប្រាប់នាងថាគេមិនមែនជាអ្នកបិទហារ៉ែមនោះទេតើវាអាចទេដែលជាស្ដេចមុនជាអ្នកធ្វើនាងក៏សួរចាហ្គីតាពីអត្តចរិតរបស់ស្ដេចមុនចាហ្គីតានិយាយទៅថាអ្នកផ្សេងអាចមើលមកសាគុណថាជាអ្នកដឹកនាំមិនល្អប៉ុន្តែគាត់ជាមនុស្សល្អសម្រាប់នាង
គាត់ចិត្តល្អដាក់នាងណាស់នឹងមើលថែនាងដូចជាកូនស្រីបង្កើតអញ្ចឹងតួស្រីក៏រៀងឆ្ងល់សាកូនមិនមែនជាឪពុកល្អសម្រាប់ស៊ីហាតកូនខ្លួនឯងបង្កើតប៉ុន្តែបែរជាធ្វើល្អដាក់កូនស្រីរបស់អ្នកដទៃទៅវិញអាស៊ីណាក៏បន្តសួរចោះតំណែងតំណងរបស់នាងនៅឪពុកបង្កើតរបស់នាងវិញចាគីតាក៏ប្រែទឹកមុខភ្លាមបើនាងនិយាយថាតំណែងតំណងល្អនោះវាច្បាស់ជាការកុហកជាមិនខានទោះជាអាស៊ីណាខំនិយាយថាយ៉ាងណាចាគីតាក៏ស្រឡាញ់ឪពុករបស់នាងដែរតាមការនិយាយរបស់នាងចាគីតាក៏ដឹងថាអាស៊ីណានេះច្បាស់ជាធំឡើងជាមួយនឹងក្តីស្រឡាញ់ហើយទើបហ៊ាននិយាយពាក្យបែបនេះនឹងថាឲ្យនាងបន្តិចថាមិនគួរនិយាយពាក្យបែបនេះដាក់អ្នកដទៃឡើយជាពិសេសគឺមេបញ្ជាការតែម្ដងព្រោះថាពួកគេនឹងសម្លាប់នាងជាមិនខានមែនហើយនាងបានរស់នៅមកដល់ពេលនេះគង់តែបានអំណាចរបស់ស៊ីហាតការពារទេតែនាងគ្មានស៊ីហាតពួកគេនឹងតាមសម្លាប់នាងជាមិនខានអាស៊ីណាលឺហើយរៀងសង្ហាក់ចិត្តបន្តិចប៉ុន្តែក៏សួរចាគីតាវិញចុះនាងតើនាងនឹងបិទភ្នែកមើលអាស៊ីណាត្រូវគេសម្លាប់ដែរទេនឹងទទួលបានចម្លើយមកវិញថានាងនឹងមិនបិទភ្នែកឈរមើលនោះទេតួស្រីក៏ញញឹមឡើងហើយនិយាយទៅថាល្អហើយមើលមកខ្ញុំជាមនុស្សស្រីទន់ខ្សោយប៉ុន្តែខ្ញុំអាចរួចផុតជីវិតក្នុងពេលពិបាកបានឃើញរូបភាពនៅនឹងមុខចាគីតាក៏ដឹងតែម្ដងថាហេតុអ្វីបានជាស៊ីហាតលងស្រឡាញ់នាងវាមិនមែនមកពីសម្រស់របស់នាងតែមួយមុខទេវាក៏មកពីអត្តចរិតរបស់នាងផងដែរឃើញតួស្រីស្លៀកពាក់សាមញ្ញពេកចាគីតាក៏និយាយថានាងនឹងយកគ្រឿងអលង្ការឲ្យនាងនៅថ្ងៃស្អែកជាមនុស្សស្រីរបស់ស៊ីហាតទាំងមូលត្រូវតែល្អឥតខ្ចោះភ្លាមនោះស៊ីហាតក៏ដើរមកដល់ហើយក៏រត់មកអោបអាស៊ីណាតែឡើងតួស្រីនេះគាំងហ្មងស៊ីហាតក៏សួរចាគីតាទៅហេតុអ្វីក៏ចង់ឲ្យគ្រឿងអលង្ការមកមនុស្សស្រីរបស់ខ្លួនទៅវិញនាងក៏ឆ្លើយដោយគ្មានភាពភ័យខ្លាចតែម្ដងថាខ្លួនត្រូវបានចាត់មកឲ្យបម្រើអាយរ៉ានេះគឺជាតួនាទីនិងជាអ្វីដែលនាងគួរតែធ្វើតែប៉ុណ្ណោះនិយាយរួចនាងក៏សុំចេញទៅដោយមើលតាមទឹកមុខរបស់ចាគីតាតួស្រីដឹងច្បាស់ណាស់ថានាងកំពុងតែប្រច័ណ្ឌហើយអញ្ចឹងចាគីតាក៏ចិត្តស៊ីហាតដែរឬច្បាស់ដូចថ្ងៃចាស៊ីហាតក៏និយាយទៅគេធ្វើនេះព្រោះតែចង់ជួយនាងឲ្យរួចផុតពីការរៀនធនមួយនេះអាស៊ីណាក៏ចាប់ផ្ដើមគិតថារាល់ពេលដែលនាងនៅចិត្តគេនាងមានអារម្មណ៍ចម្លែករហូតហើយកែវភ្នែករបស់បេហ៊ីមើលមកកាន់នាងគឺវាខុសពីមនុស្សគ្រប់គ្នាដែលនាងបានជួបវាពោពេញទៅដោយសេចក្តីត្រូវការមួយដ៏ខ្លាំងតាមមើលទៅនាងក៏ចិត្តស៊ីហាតដែរនិយាយជាមួយគ្នាបានបន្តិចការីមក៏ចូលមករាយការណ៍ថាអ្នកនាំសារត្រូវបានវាយប្រហារស៊ីហាតក៏សួរបន្តប៉ុន្តែការីមក៏សម្លឹងទៅមើលអាយរ៉ាស៊ីហាតក៏ឲ្យអ្នកបម្រើនេះនាំតួស្រីទៅបន្ទប់គេងគេវិញទៅមើលទៅពួកគេមានរឿងដែលមិនចង់ឲ្យនាងដឹងហើយតែអាចទេអ្នកនាំសារនោះជាមនុស្សមកពីក្រមវត្តមកដល់បន្ទប់វិញអាស៊ីណាក៏ឃើញក្រដាស់អ្វីមិនដឹងវាទុកចោលនៅលើតុឲ្យអាស៊ីណាមើលឃើញតែម្ដងហើយវាក៏មានរូបត្រារបស់គ្រួសារនាងផងដែរសាច់រឿងក៏បង្វែរមករកអ្នកនាំសារនោះវិញដែលជាបុរសសក់ពណ៌តុងដែង2នាក់កំពុងតែព្យាយាមរត់គេចពីអ្នកវាយប្រហារដោយពួកគេនោះនៅសុកត្រូវបានឆ្មក់យកតែម្ដងទើបមិនបានត្រៀមខ្លួនបុរសម្នាក់ដែលមានសក់ក្រៅនោះក៏សួរទៅកាន់បុរសម្នាក់មួយទៀតដែលមានឈ្មោះថាអៀនដែលមិនមាត់អ្វីមួយម៉ាត់សោះគេក៏តបវិញទៅថានេះហើយជាពើសៀនប្រទេសនេះវាមិនដែលមានសន្តិភាពនោះឡើយ